សួស្តីអ្នកទាំងអស់គ្នានេះជាវីដេអូបង្រៀនខ្លីមួយតាក់ទងទៅនឹង Fundamental Electronic Tools ហើយនៅក្នុងមេរៀននេះដែរគឺយើងនឹងចែកចេញជា4ផ្នែកផ្នែកទី1គឺ Power Supply ទី2គឺ Multimeter ទី3គឺ Oscilloscope និងទី4គឺ Breadboard and Jumper ចឹងនៅក្នុងផ្នែកទី1គឺយើងនឹងសិក្សាអំពី Power Supply DC Power Supply តើអីទៅជា DC Power Supply DC Power Supply ត្រូវបានគេស្គាល់ថាជាឧបករណ៍ផ្គត់ផ្គង់ថាមពលគឺជាឧបករណ៍មួយដែលអាចបំប្លែងពីចរន្តឆ្លាស់ឬក៏ចរន្ត AC របស់យើងហ្នឹងដែលមានភ្លើង 220V ទៅជាចរន្តជាប់ដែលវាមានស្ថិរភាពហើយអាចកែតម្រូវបានហើយណាមួយគឺវាមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ជាមួយនឹងឧបករណ៍អេឡិចត្រូនិកឬក៏ sensor ផ្សេងៗសម្រាប់បងវិศវករអេឡិចត្រូនិកឬក៏បងវិศវករអគ្គិសនីហ្នឹងហើយលក្ខណៈសំខាន់នៃឧបករណ៍ Power Supply DC Power Supply ហ្នឹងគឺចរន្តរបស់វាគឺហូរបានមួយទិសតែមួយទិសទេគឺវាអត់ឆ្លាស់ទិសមកវិញឯងហើយតម្លៃ voltage របស់វាគឺមានស្ថិរភាពហើយវាអាចបំប្លែងពីចរន្តជាប់ទៅចរន្តឆ្លាស់ហើយអាចកែប្រែកម្រិត voltage និងកម្រិតចរន្តបានទៀតអញ្ចឹងយើងអាចកែប្រែ adjust ទៅលើ voltage របស់វាក៏បាន adjust ទៅលើចរន្តរបស់វាក៏បានតែយើងឃើញអញ្ចឹងហើយDC Power Supply ហ្នឹងគេអាចប្រើប្រាស់ផ្សេងដូចជាផ្ដល់ថាមពលឲ្យ circuit អេឡិចត្រូនិកនៅពេលដែលយើងធ្វើ prototyping អីចឹងទៅហើយមួយទៀតគឺយើងអាចប្រើប្រាស់វាដើម្បីបញ្ជានៅ motor នៅក្នុងដំណើរការផ្សេងដើម្បីមើលដំណើរការរបស់ motor ជាដើមឧទាហរណ៍ដូចនៅក្នុងវីដេអូនេះយើងបានឃើញថាការធ្វើtest power supply ជាមួយនឹង LED គឺនៅពេលដែលគេដំឡើង voltage ទៅលើ power supply ឬក៏ចរន្តនៅលើ power supply ហ្នឹង LED ហ្នឹងនឹងភ្លឺខ្លាំងហើយទន្ទឹមនឹងដែរបើយើងក៏លេចទៅមើលនៅពេលដែលយើងដំឡើងvoltage នៅលើ power supply ហ្នឹងកប់ហ្មងគឺ 25V ហ្មងពេលដែលយើងដោតជើងរបស់ LED នឹងចូលទៅគឺយើងឃើញថា voltage ឬក៏ចរន្តរបស់វាហ្នឹងគឺធ្លាក់ចុះអញ្ចឹងមានន័យថាPower Supply គឺវា safety វាមានសុវត្ថិភាពវាការពារអត់ឲ្យចរន្តលើសធ្វើឲ្យឆេះ LED អញ្ចឹងនៅពេលដែលយើងដោតជើង LED នឹងចូលគឺvoltage នឹងចរន្តនោះគឺនឹងធ្លាក់ចុះមកវិញអញ្ចឹងជាចុងក្រោយគឺយើងមានតែប៉ុណ្្នឹងអញ្ចឹងយើងនឹងជួបគ្នានៅក្នុងវីដេអូផ្នែកទី2បន្តទៀត